少也是山峰独带影，交集不惜眼睛有给意。纪念是夕阳西下，看窗沿在天涯，表女是何苦负战士在真理。Good evening everyone ថ្ងៃនេះ teacher ឆ្លៀតឱកាសសូមជួបយើងទាំងអស់គ្នាបន្តិចដើម្បីបង្ហាត់បង្ហាញនិងអប់រំយើងអំពីការងារមួយចំនួនទាក់ទងពីការសិក្សារបស់យើងណាទាក់ទងទី1គឺការរៀនបន្ថែមកុំព្យូទ័រណាអ្នកដែលរៀនសៅរ៍អាទិត្យបន្ថែមមករៀនកុំព្យូទ័រណាហើយយើងនឹងមានការប្រឡងប្រកួតលើការវាយអត្ថបទលឿនជាងគេឬក៏វាយអក្សរបានលឿនជាងគេនឹងបានជ័យលាភីនឹងបានរង្វាន់លើកទឹកចិត្តពីសាលាហើយទី2ទៅដល់ការប្រឡងបញ្ចប់វគ្គហើយបាំងតែមួយខែនេះទៀតទេយើងនឹងដល់ការប្រឡងបញ្ចប់វគ្គសិក្សាហើយអញ្ចឹងត្រូវខិតខំសិក្សាណារៀនសូត្រដោយខ្លួនឯងនិងយកចិត្តទុកដាក់ស្ដាប់គ្រូបញ្យល់រៀនហើយទៀងទាត់ពេលវេលានិងគោរពវិន័យឲ្យបានល្អ Arm forward up thigh down line up at ease attention តោះឥឡូវចាំមើល teacher ណាត្រង់ព្រៀបAt ease បោះជើងស្ដាំ Arm forward up ហ្នឹងហើយយើងដាក់ដៃឲ្យត្រង់ឡើងលើណា up ហ្នឹងដាក់ដៃឲ្យត្រង់មើលឲ្យត្រង់តោះឥឡូវយើងមើលគ្នាយើងមើលលើកដៃឡើងលើត្រង់អស់នៅside down តោះចាំមើល teacher ធ្វើឲ្យមើលម្ដងទៀតណាបោះជើងស្ដាំណា at ease tension ជើងស្ដាំចូលវិញ arm forward មើលគ្នាយើងមើលដាក់ដៃមកមុខត្រង់ហើយនៅអស់នៅអត់ដាក់ដៃចឹងទេដាក់ដៃត្រង់up ដាក់ត្រង់ឡើងលើ side down ចឹងបន្ទាប់ពីនេះទៅទៀតមុននឹង teacher ចូលដល់ការងារដែល teacher នឹងនិយាយអប់រំយើងពីការសិក្សារបស់យើងនេះចឹង teacher នឹងឲ្យយើងធ្វើសមាធិដូចសពរាល់ដងណាចឹងយើងត្រៀមមកហើយគឺត្រូវដាក់ដៃស្ដាំលើដៃឆ្វេងឲ្យបិទភ្នែកណានឹកគិតដល់អ្វីដែលយើងបានធ្វើតាំងពីព្រលឹមឡើងមកនេះរហូតដល់ពេលយើងមកដល់ពេលនេះដល់ផ្ទះវិញណាត្រូវត្រៀមដាក់ដៃស្ដាំលើដៃឆ្វេងបិទភ្នែកណាកូនក្មួយជាទីស្រឡាញ់នៅថ្ងៃនេះគឺជាថ្ងៃពុធ11កើតខែពិសាខឆ្នាំម្សាញ់សព្វស័កពុទ្ធសករាជ2569ត្រូវនឹងថ្ងៃទី7ខែឧសភាឆ្នាំ2025ដែលកូនក្មួយប្រុសស្រីមូនីមកកាន់សាលារៀនដើម្បីក្រេបយកនៅចំណេះដឹងថ្មីបន្ថែមទៀតដើម្បីរួមចំណែកកសាងជាតិកសាងគ្រួសារនិងអនាគតនៃបុគ្គលម្នាក់ៗឲ្យកាន់តែប្រសើរឡើងចូលកូនឈរដកខ្លួនឲ្យត្រង់ដាក់ដៃស្ដាំលើដៃឆ្វេងរួចហើយបិទភ្នែកគិតពិចារណាឡើងវិញថាតើនៅថ្ងៃនេះយើងត្រៀមធ្វើអ្វីខ្លះរៀនអ្វីខ្លះដើម្បីធ្វើការផ្លាស់ប្ដូរនៅចំណេះដឹងឲ្យកាន់តែថ្មីឡើងផ្លាស់ប្ដូរអេរិយាបថឲ្យកាន់តែប្រសើរឡើងនិងថែទាំសុខភាពខ្លួនយើងឲ្យបរិបូរណ៍ដោយថាមពលនិងមានសុខភាពល្អតរៀងទៅដើម្បីឲ្យคล้ายទៅជាមនុស្សមួយពេញលេញស័ក្តិសមជាមនុស្សកូនក្មួយគួរគប្បីប្រតិបត្តិឲ្យបាននៅ3ប្រការដែលជាមនុស្សពិតគឺទី1រៀនឲ្យមានចំណេះដឹងខ្ពង់ខ្ពស់ទី2ថែទាំសុខភាពឲ្យបានល្អទី3ត្រូវផ្លាស់ប្ដូរអេរិយាបថឲ្យថ្លៃថ្នូរជារៀងដរាបតរៀងទៅការប្រតិបត្តិការរៀនការសិក្សាបានល្អ
ការថែទាំសុខភាពបានល្អនោះអនាគតរបស់កូននឹងពោពេញដោយសេចក្តីសុខសាន្តនិងរុងរឿងទៅថ្ងៃអនាគតជាក់ជាមិនខានចូលកូនក្មួយប្រើប្រាស់នៅអ្វីគ្រប់យ៉ាងដើម្បីផ្ដល់នូវគុណតម្លៃដល់ខ្លួនយើងដល់គ្រួសារនិងសង្គមជាតិកូនប្រើប្រាស់នៅអេរយាប័តល្អកូនប្រឹងរៀនបាននៅចំណេះដឹងខ្ពង់ខ្ពស់កូនក្មួយមានសុខភាពល្អគឺជាដំណើរមួយដែលផ្ដល់នៅតម្លៃថ្លៃថ្នូរដល់ខ្លួនយើងដល់គ្រួសារនិងសង្គមជាតិយើងបើកូនក្មួយធ្វើបាននៅប្រការទាំងនេះបាននោះកូនក្មួយខ្លាយទៅជាមនុស្សមួយពេញលេញស័ក្តិសមជាមនុស្សទៅថ្ងៃអនាគតជាក់ជាមិនខានមានតែការសិក្សាទេដែលជាទ្រព្យដ៏កប់ចិន្តាដែលលោកឪពុកអ្នកម្ដាយរបស់កូនត្រូវបញ្ជូនកូនទាំងអស់គ្នាមកសាលារៀនដើម្បីជាការសន្សំទ្រព្យនេះទុកសម្រាប់កូននាពេលអនាគតការសន្សំចំណេះវិជ្ជាគឺជាការសន្សំទុនដ៏ធំដែលមានការប្រាក់កាន់តែចាយកាន់តែចេះកាន់តែរីកចម្រើនរុងរឿងជានិច្ចនិរន្តរ៍រៀងទៅសាលារៀនជាថ្នាលនិងជាឃ្លាំងនៃចំណេះដឹងដ៏មិនចេះរីងស្ងួតសម្រាប់កូនក្មួយក្នុងការក្រេបជញ្ជក់យកចំណេះដឹងដើម្បីបម្រើផលប្រយោជន៍ខ្លួនឯងគ្រួសារនិងសង្គមជាតិយើងសាលារៀនជាទីកន្លែងសម្រាប់កែប្រែនៅឥរិយាបថឆ្គាំឆ្គងឥរិយាបថមិនសមរម្យអត្តចរិតដែលមិនល្អឲ្យคล้ายជាមនុស្សដែលមានឥរិយាបថនិងអត្តចរិតល្អក្នុងការរស់នៅប្រចាំថ្ងៃនិងសង្គមជាតិសាលារៀនក៏បានបង្រៀននិងបណ្ដុះបណ្ដាលកូនក្មួយឲ្យចេះតស៊ូព្យាយាមនិងអត់ធ្មត់ដើម្បីសម្រេចបាននៅគោលដៅក្នុងជីវិតឲ្យកាន់តែប្រសើរឡើងសូមជូនពរឲ្យកូនក្មួយសិក្សានៅថ្ងៃនេះជោគជ័យគ្រប់គ្នាសូមកូនក្មួយជៀសឲ្យឆ្ងាយពីគ្រឿងញៀនព្រោះគ្រឿងញៀនបំផ្លាញអនាគតរបស់កូនក្មួយគ្រួសារនិងសង្គមជាតិយើងហើយអ្វីដែលត្រូវគួរគោរពនិងអនុវត្តឲ្យបាននោះគឺការគោរពច្បាប់ចរាចរណ៍និងសូមប្រុងប្រយ័ត្នដោយស្មារតីយកចិត្តទុកដាក់ជាប់ជានិច្ចកូនត្រូវចងចាំជាប់ក្នុងចិត្តជានិច្ចថាមានតែការសិក្សាទីដែលអាចជួយឲ្យយើងបានសម្រេចនូវគោលបំណងទាំងឡាយដែលយើងបានតាំងចិត្តគូសវាសតាំងពីពេលនេះតរៀងទៅលោកឪពុកអ្នកម្ដាយរបស់យើងគឺជាព្រះរស់ដែលបានប្រោសជីវិតយើងឲ្យមានជីវិតរហូតមកដល់ពេលនេះនិងបន្តជំរុញចិញ្ចឹមបីបាច់ថែរក្សាហើយសង្ឃឹមថាយើងនឹងក្លាយទៅជាមនុស្សល្អនៅក្នុងសង្គមជាតិយើងកូនអាចបើកភ្នែកបានហើយដូច្នេះក្នុងនាមយើងជាកូនត្រូវយល់អំពីទឹកចិត្តរបស់ឪពុកម្ដាយនិងអារម្មណ៍របស់ឪពុកម្ដាយយើងដែលលោកខិតខំប្រឹងប្រែងគ្រប់បែបយ៉ាងដើម្បីយើងទាំងអស់គ្នាក្នុងនាមជាកូនរបស់ពួកគាត់មិនត្រូវខ្ជះខ្ជាយថវិការបស់គាត់និងពេលវេលារបស់គាត់ដែលខំប្រឹងប្រែងឲ្យយើងមករៀននៅទីនេះក៏ដូចជានៅសាលាដទៃដែរដូច្នេះត្រូវខិតខំប្រឹងប្រែងកុំឲ្យគាត់អស់សង្ឃឹមហើយក៏មិនត្រូវបំបាក់ទឹកចិត្តរបស់គាត់ដែរដែលគាត់មានទឹកចិត្តភ្លឺថ្លាក្នុងការជំរុញឲ្យកូនបានសិក្សារៀនសូត្រឲ្យបានខ្ពង់ខ្ពស់ដើម្បីយកចំណេះទៅប្រើប្រាស់នៅពេលអនាគតរបស់ខ្លួនឯងពួកគាត់ពិតជាមានក្តីសង្ឃឹមដ៏ធំធេងចំពោះយើងទាំងអស់គ្នានេះដូច្នេះហើយយើងត្រូវតបស្នងសងគុណលោកទាំងទ្វេដោយការខិតខំប្រឹងប្រែងស្ដាប់បង្គាប់ជួយយកអាសារបស់គាត់ធ្វើកិច្ចការជូនគាត់ដើម្បីសេចក្តីសុខនិងសុភមង្គលនៅក្នុងក្រុមគ្រួសាររបស់យើងនៅពេលដែលយើងស្ដាប់បង្គាប់ខិតខំប្រឹងប្រែងរៀនសូត្របានខ្លាយទៅជាសិស្សពូកែពួកគាត់ពិតជាសប្បាយរីករាយហើយអ្វីដែលគាត់សប្បាយរីករាយនេះនឹងធ្វើឲ្យគាត់មានអាយុវែងបើសិនជាយើងធ្វើឲ្យពួកគាត់អស់សង្ឃឹមធ្វើឲ្យគាត់លំបាកចិត្តនោះជីវិតរបស់គាត់នឹងខ្លីជាមិនខានតើយើងទាំងអស់គ្នាចង់ឃើញពួកគាត់រស់បានយូរដែរឬទេតាមបីបាច់ថែរក្សាយើងជារៀងរហូតទេដូច្នេះហើយត្រូវតែខិតខំប្រឹងប្រែងរៀនសូត្រស្ដាប់បង្គាប់ឪពុកម្ដាយហើយធ្វើយ៉ាងណាឲ្យពួកគាត់សប្បាយចិត្តរីករាយក្នុងជីវិតនាពេលបច្ចុប្បន្ននិងពេលអនាគតតើយើងមានដឹងថាព្រះរស់ទាំងទ្វេនេះកំពុងតែបារម្ភអំពីយើងយ៉ាងណាទេបើសិនជាយប់ជ្រៅហើយយើងមិនទាន់បានទៅដល់ផ្ទះនោះតើគាត់បារម្ភយ៉ាងណាព្រួយយ៉ាងណាលំបាកចិត្តយ៉ាងណាជាពិសេសមកតែទូរស័ព្ទមកសួរខាងសាលាឃើញកូនខ្ញុំដែរឬទេដូច្នេះហើយយើងកុំឲ្យគាត់លំបាកចិត្តខ្វល់ខ្វាយអំពីយើងត្រូវតែយកចិត្តទុកដាក់ជាប់ជានិច្ចចំពោះទឹកចិត្តរបស់គាត់អំពីតម្លៃនៃការជំរុញលើកទឹកចិត្តរបស់ពួកគាត់ដើម្បីយើងទាំងអស់គ្នាក្នុងនាមយើងជាកូន
ដូច្នេះក្នុងនាមសាលានឹងពិជើបតសំណូមពរយើងទាំងអស់គ្នាខិតខំប្រឹងប្រែងរៀនសូត្រចាប់ពីថ្ងៃនេះតរៀងទៅកុំឲ្យឪពុកម្ដាយលំបាកចិត្តដោយសារយើងហើយខិតខំធ្វើយ៉ាងណាបានខ្លាយទៅជាសិស្សពូកែនៅក្នុងសាលាទាំងនៅទីនេះនិងសាលាដទៃសូមអរគុណសូមជម្រាបលា